ឡុងពេលនេះគឺខ្ញុំអាចទីពីចិត្តរបស់ Fan TF Family បានហើយបន្ទាប់ពី Fan TF Family នៅខ្មែរបានឃើញផុសរបស់តាលីហ្វុយហើយគឺថាមានជាការសប្បាយចិត្តរំភើបខ្លាំងមែនតើដឹងថាអ្នកនរគ្នាសប្បាយចិត្តរំភើបនៅពេលដែលតាលីហ្វុយឲ្យសមាជិក TF Family ណាម្នាក់និយាយពីភាសាខ្មែររបស់យើងខ្ញុំជឿថាអ្នកនរគ្នាលែងរំពឹងទុកឲ្យថា TF Family នឹងនិយាយពីខ្មែរសូម្បីតែខ្ញុំក៏ខ្ញុំអត់រំពឹងទុកដែរថា TF Family នឹងនិយាយពីខ្មែរព្រោះថាតាលីហ្វុយគួរមើលរំលងរហូតវីដេអូនេះគឺខ្ញុំអត់ចាញ់មិននិយាយអីច្រើនទេគឺខ្ញុំសុំចិត្តអ្នកទាំងអស់គ្នាដែលជា Fan TF Family នៅខ្មែររបស់យើងហ្នឹងសិនជាអ្នកទាំងអស់គ្នាឃើញផុសរបស់ Fan TF Family នៅឥណ្ឌូនេស៊ីនៅខាងប៉ែអាស៊ីយើងហ្នឹងសូមអ្នកទាំងអស់គ្នាកុំចូលទៅ comment ពាក្យមិនល្អឲ្យសោះនិយាយរួមទៅគណៈពេលនេះគឺយើងសូមស្ងាត់សិនអ្នកគ្នាខ្ញុំសូមចិត្តមែនតើខ្ញុំអត់ចង់ឲ្យអ្នករវាង Fan ខ្មែរហើយនិង Fan នៅខាងអាស៊ីយើងឆ្លោះគ្នាទៅអ្នកគ្នាកុំដោយសារតែរឿងមួយហ្នឹងគឺធ្វើឲ្យពួកយើងមានលក្ខណៈថាឆ្លោះគ្នាចឹងអ្នកគ្នានិយាយរួមទៅវីដេអូនេះគឺថាខ្ញុំចេញមកសូមចិត្តអ្នកទាំងអស់គ្នាដែលជា Fan TF Family នៅខ្មែរហ្នឹងណាសូមរយៈពេល1ថ្ងៃ2ថ្ងៃហ្នឹងគឺយើងសូមស្ងាត់សិនអ្នកគ្នាកុំនិយាយអីទាំងអស់យល់ទៅសូមស្ងាត់សិនឲ្យគេអ្នកផុសសិនទៅប៉ុន្តែយើងចាំមើលយើងកុំទាន់អាចនិយាយអីទាំងអស់វីដេអូនេះគឺខ្ញុំចេញមកសូមចិត្តអ្នកគ្នាប៉ុន្តែមិនបានហាមអ្នកគ្នាថាមិនឲ្យផុសទេអ្នកគ្នាចង់ផុសក៏ផុសទៅប៉ុន្តែបើសិនជាអ្នកគ្នាចង់ជេរពូពីប្រទេសមួយបុកមួយហ្នឹងក៏ជេរទៅអ្នកគ្នាដាក់100ទៅដោយសារតែ TF Family គឺបាននិយាយពីភាសារបស់ពួកវាហើយប៉ុន្តែពួកវានៅតែទៀមទានៅពេលដែល TF Family ចង់និយាយពីខ្មែរយើងហើយមួយអ្នកគ្នា Fan ឥណ្ឌូនេស៊ីក៏អញ្ចឹងដែររួចទៀមទាអីក៏ចង់បានច្រើនម៉េចតែ Fan ខ្មែរគឺថាអត់ដែលទទួលបានអីសោះពី TF Family សូម្បីតែពាក្យថាសួស្ដីមួយម៉ាត់ជាឱកាសតែមួយក៏ដែល Fan TF Family នៅខ្មែរគឺថាមានជាការសប្បាយចិត្តរំភើបនៅពេលដែលបានឃើញផុសទាំងអស់ហ្នឹងហើយនិយាយរួមទៅគឺថាខ្ញុំមានជាការមិនចង់និយាយទេប៉ុន្តែនៅពេលដែលខ្ញុំឃើញពួកគាត់ផុសទាំងអស់ហ្នឹងហើយគឺខ្ញុំមានជាការចង់និយាយភ្លាមរួមទៅពួកខ្ញុំជា Fan TF Family នៅខ្មែរនេះគឺថាខ្ញុំមានអារម្មណ៍មួយហ្នឹងច្បាស់ដោយសារតែពួកខ្ញុំគឺធ្លាប់ទទួលបានអារម្មណ៍មួយហ្នឹងហើយចាំបាច់ទៅតុកស៊ីអីច្រើនម៉េចជាអ្នកគ្រប់គ្រងដូចគ្នាតារួចម្នាក់ម្ដងសោះហ្នឹងដល់ពេលដល់វេនខ្មែរអីក៏ត្រង់ចេញវីដេអូមកផុសត្រាម៉ាអីច្រើនម៉េចវីដេអូនេះចង់ចេញបង្ហាញអ្នកទាំងអស់គ្នាផងហើយទប់កំហឹងខ្លួនឯងផងតែទប់អត់ជាប់ឯងគឺថាសុំនិយាយសិនហើយនៅពេលដែលខ្ញុំឃើញប្រទេសមីយ៉ាន់ម៉ាក៏ផុសហើយខ្ញុំក៏បានចូលទៅ comment លើកទឹកចិត្តពួកគាត់ដូចគ្នាមិនថានៅឥណ្ឌូឬមួយក៏ហ្វីលីពីនទេខ្ញុំបានចូលទៅ comment លើកទឹកចិត្តពួកគាត់ថាវគ្គក្រោយ TF Family នឹងនិយាយពីពួកគាត់ដែរពេលអ្នកខ្ញុំឆ្ងល់ថាអញ្ចឹងនៅពេលដែល TF Family ផុសវីដេអូមួយគឺថាអត់មានពួកហ្នឹងទេប៉ុន្តែនៅពេលដែល TF Family ចង់និយាយពីខ្មែរហេតុអីបានមានពួកហ្នឹងមកចង់អូយច្រើនខ្លាំងអ្នកគ្នាមកទាំងបាក់ទាំងពួកតែម្ដងណាក្នុងនេះខ្ញុំជាអ្នកគ្រប់គ្រង TF Family មួយរូបនៅកម្ពុជាខ្ញុំពិតជាមិនចង់ឃើញទង្វើបែបហ្នឹងទេខ្ញុំនិយាយមែននិយាយរួមទៅគឺថាម្នាក់ម្ដងទេហើយ TF Family ក៏បាននិយាយជាភាសាពួកគាត់ហើយដែរតែហេតុអីនៅពេលដែល TF Family ចង់និយាយពីខ្មែរពួកគាត់បែរជាចេញមកត្រាម៉ាឬមួយក៏ទៀមទាអីចឹងទៅភាសាគឺថាភាសាឥណ្ឌូនេស៊ីហើយនិងភាសាចោលសៀមហ្នឹងគឺថា TF Family បាននិយាយហើយខ្មែរខំ like ខំ report យូរទៅខំ comment ចង់ងាប់ហើយទ្រាំតែពួកគាត់បានឃើញហើយបានគ្រប់ផ្នែកធំហើយមកមើលនេះថា fan TF Family ច្រើនប៉ុណ្ណាគាត់តែតាលីហ្វៃផអត់បាន1នាទីផងហ្នឹងគឺថាមាន fan ខ្មែរចូល comment ឡើងច្រើន fan ខ្មែរគឺថាស្រដដៃស្រស់ជើងគ្នាមែនតើអួយនៅក្នុងវីដេអូនេះគឺថាសុទ្ធតែ comment fan ខ្មែរទាំងអស់ពួកខ្ញុំដែលជា fan កម្ពុជាគឺថាខំ like ខំ report ខំ comment ខ្លាំងមែនតើទ្រាំតែពួកគាត់បានឃើញគាត់តែពួកគាត់ចង់និយាយពីខ្មែរម្ដងសោះហេតុអីក៏តុកសិចមែនអ្នកមួយចំនួននោះជាពិសេសមានអ្នកចិត្តខាងផ្ទះលេខ2នឹងហ្មងអញគ្រឹះខ្លាំងហ្នឹងយីមែនគេនិយាយ hi hello ទៅភាសាវាហើយហ្នឹងហេតុអីមកទៀមទានៅយូរទៅអាមនុស្សវាមិនត្រូវមួយយើងអញ្ចឹងមែនអរគ្នា